ក្នុងពេលដែលអ្វីដែលខ្ញុំចម្លែកเนี่ยមនុស្សស្រីមានដុំសាច់កើនឡើងច្រើនណាបងប្អូនដូចជាទូស្បូនក៏ដោយដូចជាដាំទ្រូងក៏ដោយអ្នកខ្លះកើតច្រើនដុំណាតែគ្រាន់តែថាសាច់ហ្នឹងវាមិនមានជាសាច់កាចទេបងប្អូនណាប៉ុន្តែគ្រាន់តែវាកើតឡើងងាយច្រើនមែនទែនដូច្នោះអ្វីដែលខ្ញុំសូមទឿនបងប្អូនเนี่ยគឺរាងកាយមនុស្សយើងមានអរម៉ូនស្រាប់ឯណាបងប្អូនគ្រាន់តែទឿនបងប្អូនថាมันក៏បីទទួលទាន supplement ណាដែលយើងមិនស្គាល់ហើយយើងមិនដឹងការពិតเนี่ยយកចូលបងប្អូនព្រោះរាងកាយមនុស្សយើងមានអរម៉ូនស្រាប់ការដែលយើងយកអរម៉ូនសិប្បនិមិត្តចូលទៅច្រើនវាអត់ល្អណាបងប្អូនណាវាធ្វើឲ្យកោសិកាក្នុងរាងកាយយើងផ្លាស់ប្ដូរព្រោះតាមធម្មតាเนี่ยការកើតជំងឺទឹកនោមផ្អែមដូចឈាមបេះដូងមហារីកអត់តកតូននៅដំណរពុយណាបងប្អូនសប្ងៃវាតកតូននៅសកម្មភាពរបស់យើងផ្ទាល់ណាបងប្អូនណាយល់ទេបងប្អូនដូច្នោះយើងអាចកាត់បន្ថយបានល្អអាហារបំពន់เนี่ยខ្ញុំឧបមាដូចជីគីមីបងប្អូនមិនមែនថាខ្ញុំអេនទីវាទេបងប្អូនក៏ប៉ុន្តែខ្ញុំសង្កេតមើលអ្នកដែលសុខភាពល្អពិតៗเนี่ยអត់មានបានមកពីការទទួលទានថ្នាំបងប្អូនតែគេទទួលទានអាហារដែលមានប្រយោជន៍ហើយហាត់ប្រាណគេអាចបានធ្វើការរំលោភរាងកាយឬចិត្តរបស់គេជ្រុលបងប្អូនបានគេសុខភាពល្អសង្កេតមើលមនុស្សយើងមាន24ម៉ោងដូចគ្នាហេតុអ្វីអ្នកខ្លះមានអ្នកខ្លះក្រអ្នកខ្លះឈឺអ្នកខ្លះសុខភាពល្អគ្រប់យ៉ាងវាតកតងនឹងកន្លែងនេះបងប្អូនគេហៅថា mindset ណាបងប្អូនណាផ្នែកកំណត់នឹងការឲ្យតម្លៃយើងឲ្យតម្លៃប្រាក់យើងមានប្រាក់តែយើងបាត់បង់សុភមង្គលយើងបាត់បង់សេចក្តីសុខផ្លូវចិត្តហើយយើងបាត់បង់សេរីភាពផ្លូវចិត្តយើងបាត់បង់សុខភាពដូចគ្នាបើយើងឲ្យតម្លៃប្រាក់យល់ទេបងប្អូនប៉ុន្តែបើសិនយើងឲ្យតម្លៃលើគុណតម្លៃគឺគុណតម្លៃលើការងារគុណតម្លៃលើគូជីវិតគុណតម្លៃលើគ្រប់យ៉ាងយើងនឹងមិនបំផ្លាញវាព្រោះផលប្រយោជន៍ប៉ុន្តែបងប្អូនយើងនឹងធ្វើការយ៉ាងមានតុល្យភាពបងប្អូនអូខេទោះបីជាយើងធ្វើការធ្ងន់ប៉ុណ្ណាក៏ដោយយើងក៏ឆ្លៀតពេលមើលថែគេវាដូចទូរស័ព្ទបងប្អូនពេលយើងប្រើយើងសាកថ្មប៉ុណ្ណោះតែទោះបីជាយ៉ាងណាក៏ដោយរាងកាយយើងប្រើគេយើងក៏ត្រូវមើលថែគេណាបងប្អូនណានៃការជ្រើសទទួលទានណាបងប្អូនកុំទទួលទានព្រោះថាវាឆ្ងាញ់ព្រោះអ្វីដែលវាឆ្ងាញ់ពេកនេះវាក៏អត់ល្អដល់សុខភាពយើងដូចគ្នាសង្កេតមើលណាបងប្អូនណាខ្ញុំឧបមារបស់លើលោកនេះមិនថាគ្រឿងសង្វឹងក៏ដោយមិនថាអ្វីក៏ដោយវាដូចការស្រឡាញ់កូនណាបងប្អូនស្រាក៏ដូចគ្នាបើសិនជាយើងយកចូលច្រើនជ្រុលនេះវាល្អក្មេងដូចគ្នាពេលយើងស្រឡាញ់កូននេះជារឿងល្អណាបងប្អូនណាប៉ុន្តែបើយើងស្រឡាញ់គាត់ជ្រុលហើយយើងស្ពយគាត់នេះវាជាការបំផ្លាញគាត់ទាំងផ្លូវវានិងផ្លូវត្រង់ណាបងប្អូនផលកម្មត្រឡប់មកវិញជានិច្ចបងប្អូនយើងធ្វើយើងបាននោះគេថាផលកម្មវាដូចមេដែកទេបងប្អូនវាដូចកង់អាទេសហើយបងប្អូនណាវាវិលមករកយើងវិញដែរសង្កេតមើលមនុស្សយើងធ្វើបាបធម្មជាតិធ្វើបាបយើងមនុស្សយើងបំផ្លាញដីឃើញបច្ចុប្បន្ននេះអាហារដែលយើងហូបចុកមានតែរបស់គីមីមនុស្សយើងធ្វើបំផ្លាញប្រភពទឹកបងប្អូនឃើញអត់សប្ងៃយើងអត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ទេបងប្អូនណាពិភពលោកក្តៅឡើងមនុស្សយើងគ្រប់រូបសុទ្ធសឹងតែមានចំណែកក្នុងការបំផ្លាញធម្មជាតិទាំងអស់គ្រាន់តែតិចនឹងច្រើនអញ្ចឹងការប៉ັດបងប្អូនសង្កេតមើលហើយដល់ពេលចំនួនមនុស្សយើងកើនឡើងនេះយើងបំផ្លាញធម្មជាតិកាន់តែច្រើនឡើងអានេះជាមូលហេតុមួយបានរាល់100ឆ្នាំនេះនៅមានវីរុសឬមេរោគមកជំរុះមនុស្សឲ្យស្លាប់ដូច100ឆ្នាំមុននេះវាមានផ្ដាសាយអេស្ប៉ា